អំពីរបបអាហាររបស់របៀបរបបដែលយើងទទួលទានជាប្រចាំថ្ងៃមិនទាន់មានជំងឺរ៉ាំរ៉ៃចូលមកយាយីនៅក្នុងរាងកាយយើងទេដូច្នេះជាឱកាសល្អដែលយើងត្រូវធ្វើការពារប្រសិនបើយើងការពារបានន័យថាយើងមានការប្រុងប្រយ័ត្នជាមុនតែបើធ្វើការព្យាបាលយើងមានមួយការញ៉ាំអាហារខ្ញុំមានការបារម្ភណាស់ទាក់ទងទៅនឹងអាហារសប្តាហ៍ថ្ងៃគឺមានអាហារមួយចំនួនដែលបង្កនៅផលប៉ះពាល់ឧទាហរណ៍ដូចជាភេសជ្ជៈបំពង់របស់ផ្អែមហើយមួយចូលចិត្តនៅដូចគ្នាចឹងណាអញ្ចឹងបើយើងធ្លាប់ឆ្លងកាត់ទៅយើងដឹងបញ្ហាសុខភាពនេះគឺសូមឲ្យមួយបងប្អូនកាត់បន្ថយភេសជ្ជៈទាំងឡាយណាដែលមានជាតិផ្អែម